បើតាមការបកស្រាយរបស់លោកហ៊ុនម៉ាណែតថ្ងៃនេះនៅពេលដែលយើងស្ដាប់ប្រសាសន៍របស់គាត់ជាទូទៅឃើញថាមានភាពសមស្របនៅក្នុងការដែលនិយាយថាសង្ក្រានឬក៏បុណ្យចូលឆ្នាំខ្មែរយើងនឹងគេប្រពរាល់តែឆ្នាំទេលោកថាបើទោះបីជាយើងមិនធ្វើពិធីនេះធំដុំប៉ុណ្ណាក៏ដោយកក្រឹកក្រែងយ៉ាងណាក៏ដោយក៏ពិធីហ្នឹងក៏វានៅតែចូលឆ្នាំខ្មែរវានៅតែចូលរាល់ខែមេសាអញ្ចឹងដដែលទេហើយលោកអះអាងថាការដែលត្រូវប្រពធ្វើពិធីនេះឲ្យធំដុំនេះគឺដោយសារតែទីមួយចង់បង្ហាញអំពីមហាសាមគ្គីជាតិរបស់ខ្មែរផងបើតាមពិតភាសារបស់ថ្នាក់ដឹកនាំនៅក្នុងការថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំដែលយើងប្រព្រឹត្តទៅជាប្រចាំដែលបង្ហាញអំពីអត្តសញ្ញាណរបស់យើងអរិយធម៌ប្រពៃណីវប្បធម៌ដូនតាដ៏ល្អផូរផង់របស់ខ្មែរដែលខ្មែរទៅប្រតិបត្តិតាមឬក៏អនុវត្តធ្វើតាមជាប្រចាំឆ្នាំនេះគ្មានអីខុសឆ្គងតតែសោះហើយថ្នាក់ដឹកនាំណាក៏និយាយពាក្យនេះមិនខុសដែរព្រោះអីយើងដឹងហើយថាអ្នកណាទៅចោលបុណ្យចូលឆ្នាំខ្មែរដែលយើងប្រារព្ធរាល់តែឆ្នាំព្រោះជាទំនៀមទម្លាប់យើងរាប់សតវត្សមកថាហើយនោះណាហើយម្យ៉ាងទៀតលោកហ៊ុនម៉ាណែតបានបញ្ជាក់ទៀតថាការដែលត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំនេះគឺចង់បង្ហាញប្រាប់ពិភពលោកឬប្រជាពលរដ្ឋកម្ពុជាខ្លួនឯងឲ្យដឹងថាកុំដេកផ្សំដួលរមួលផ្សំគ្រិចខ្ញុំពេញចិត្តនៅក្នុងការដែលលោកលើកឡើងអំពីថាកម្ពុជាបើទោះបីជារងការខ្ទេចខ្ទាំដោយការឈ្លានពានថៃមកលើដែនដីអធិបតេយ្យរបស់កម្ពុជាយ៉ាងណាប្រជាពលរដ្ឋរងទុក្ខវេទនាអ្នកដែលជនភៀសសឹកនឹងនៅកណ្ដោយកណ្ដែងហាលថាលងសំទោសមិនលងទឹកឯនៅក្នុងតង់ពេលភ្លៀងមកទឹកលិចប្រពេចប្របាច់ក្លោកវេទនាផ្នែកអីយ៉ាងណាក៏ដោយលោកថាយើងមិនអាចនៅជាប់កប់ផុកនៅអាហ្នឹងឬក៏មិនអាចងើបក្រោកដើរទៅទៀតបានទេគឺត្រូវបន្តដំណើរតទៅមុខទៀតដើម្បីបង្ហាញថាអ្វីនៅប្រព្រឹត្តទៅជាភាពប្រក្រតីដូចធម្មតាកុំឲ្យនៅដេកដួលលោកយកឧទាហរណ៍ដូចថាបើត្រូវលបួសតាមេជើងមួយហេតុអីបានទួខ្លួនមកទួខ្លួនយើងត្រូវដេកដួលឲ្យមិនអាចដើរបានមិនអាចធ្វើដំណើរបាននេះថាផលសំរុំសំស្របប្រសាសន៍ដែលលោកលើកឡើងនេះតើតើនឹងការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរដ៏ធំដែលឮថាក្រុមលោកហ៊ុនម៉ាណីអីហ្នឹងគ្រោងរៀបចំធ្វើពិធីនឹងកថាអីចឹងណាខ្ញុំជឿថានៅក្នុងការលើកឡើងអំពីពិធីបុណ្យចូលឆ្នាំនេះគឺជាភាពប្រក្រតីជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតអីហ្នឹងគឺជាភាពសមហេតុសមផលដដែលទេខ្ញុំគ្មានអីជំទាស់ហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាបានឮប្រជាពលរដ្ឋនិយាយដែរហើយលោកថាមិនមែនឮតែប្រជាពលរដ្ឋស្រ័យតាមបណ្ដាញសង្គម Facebook ទេថាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលកម្ពុជាក៏មានអ្នកលើកជាបញ្ហាសំណូមពរអីអញ្ចឹងថាគួរធ្វើឬមិនគួរធ្វើអីអញ្ចឹងដែរដូច្នេះបានន័យថាមនុស្សនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាក៏ដឹងដែរថាការប្រារព្ធធ្វើពិធីបុណ្យកំសាន្តសប្បាយបាចម្សៅបាចទឹកអីប៉ាតណាប៉ាតណីនៅក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ3ថ្ងៃក្នុងខែមេសានេះគឺវាជាការដែលប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសនៅលើពិភពលោកដែលកំពុងកាន់ទុកបាត់ដីទៅឲ្យថៃដែរអានេះអ្វីដែលជាអ្វីដែលជាការលើកឡើងរបស់លោកហ៊ុនម៉ាណែតក៏ប៉ុន្តែអ្វីដែលលោកហ៊ុនម៉ាណែតលើកទាំងអស់នេះគឺសរុបសេចក្តីមកលោកថាអ្វីត្រូវតែប្រព្រឹត្តទៅដដែលព្រោះលោកគាំទ្រឲ្យធ្វើពិធីនេះតទៅទៀតហើយគាត់ថាឮសូដូចជាលោកលើកឡើងពីរឿងយកអាយន្តពលិតអគិភ័យអីហ្នឹងយកទៅបាញ់ទឹកបាញ់អីហ្នឹងថាជប់ធ្វើអាហ្នឹងជប់បានជប់ទៅកុំបាច់បាញ់ទឹកប៉ាតម្សៅប៉ាតអីអញ្ចឹងវាមិនមែនជាប្រភេទនេះទំនៀមទម្លាប់បាញ់ទឹកហាឡានរឿងបាញ់ទឹកមួយហ្នឹងគឺលោកហ៊ុនម៉ាណែតទៅមិនឃើញអាឆ្នាំនេះឆ្នាំណាក៏ដូចឆ្នាំណាដែរអារឿងបាញ់ទឹកបាញ់អីនេះគេធ្វើធម្មតាអញ្ចឹងហើយព្រោះអីទឹកនោះវាមិនមែនទឹកលូទឹកស្អុយដូចជាបាញ់ទៅលើក្រុមបាតកោទេប្រហែលជាពួកគាត់បាញ់នឹងសំដៅទៅលើថាឲ្យពិធីហ្នឹងក៏វាកាន់តែសប្បាយទៅក្មេងហ្នឹងកាន់តែភ្លឺភ្លើនទៅហើយដូចថាវាត្រជាក់ត្រជុំផងព្រោះខែចែកក្តៅខ្លាំងខែប្រាំងក្តៅហែងនេះវាអាចថាបាញ់ទៅលើទឹកទៅលើអីចឹងទៅធ្វើឲ្យវាត្រជាក់ខ្លួនត្រជាក់អីក៏ថាបានក៏ប៉ុន្តែវាតាមពិតវាជាការដែលបង្កើនតថភាពឲ្យសប្បាយក្អាយអីចឹងទេដែលធ្វើឲ្យអាការឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរឿងបាត់ដីទៅថៃនេះវាកាន់តែរន្ធើនទៀតចឹងមិនទៅលោកហ៊ុនម៉ាណែតហាមបែបនេះក៏សមស្របដែរក៏ប៉ុន្តែងាកមកវិញពីរឿងការធ្វើពិធីសង្ក្រាន្តខ្ញុំ50ដែរទេបងប្អូនខ្ញុំបានជម្រាបឲ្យថាវាអត់មានការខុសឆ្គងអីនៅក្នុងការធ្វើពិធីប្រចាំឆ្នាំប្រពៃណីអីយើងទេក៏ប៉ុន្តែរឿងដែលសំខាន់បំផុតពិធីសង្ក្រាន្តដែលធ្វើកន្លងមកនៅពេលដែលចាប់ផ្ដើមធ្វើសង្ក្រាន្តគឺចាប់ពេលដែលមានចាប់ផ្ដើមការដែលបំផ្លាញគណៈបកសង្គ្រោះជាតិចោលធ្វើទុកបុកម្នេញគណៈបកប្រឆាំងធ្វើឲ្យក្រមយុវជនហ្នឹងគឺចាប់ផ្ដើមកាលពីមុនមានការគ្រប់គ្រងទៅក្រមប្រឆាំងខ្លាំងចឹងទៅក៏ចាប់ផ្ដើមមានការដែលបង្កើតពិធីហ្នឹងដើម្បីទាញការចាប់អារម្មណ៍របស់យុវជនឲ្យចូលរួមកំសាន្តសប្បាយដែលមែនតើទៅយុវជនគឺជានិស័យសត្វមមាញបាទនៅពេលដែលសត្វមមាញតែឃើញភ្លើងនាំគ្នារួមវាជានិស័យធម្មជាតិរបស់មមាញទេយើងទៅបន្ទោសមិនបានទេក្មេងឈាមរាវចូលចិត្តសប្បាយមានស្រីមានប្រុសមានអីជុំគ្នាអញ្ចឹងទៅប៉ាតម្សៅចុះឡើងទៅគេឲ្យធ្វើនេះធ្វើនោះទៅក៏ភ្លេចគិតអំពីនយោបាយស្រុកទេសឲ្យសមនឹងអាការបង្ក្រាបងើបមួយវាយមួយអីផងអញ្ចឹងយុវជនជាច្រើនដែលនេះនឹងលុះក្រោមអធិពលនៅក្នុងពិធីនឹងអញ្ចឹងទៅហើយក៏មិនខុសឆ្គងអីនៅគិតថាពិធីបុណ្យចូលឆ្នាំខ្មែរសោះនោះមានអីខុសចូលរួមប្រពៃទាំងអស់គ្នាទៅអ្នកណាធ្វើទៅសំខាន់គឺជាប្រពៃណីជាតិដូនតាជាតិយើងគេដំណើរវប្បធម៌វាអត់មានខុសអីទេប៉ុន្តែអ្នកនយោបាយឆ្លៀតឱកាស
នៅក្នុងការកេងចំណេញពីព្រឹត្តិការណ៍ដើម្បីបន្លប់ព្រឹត្តិការណ៍នៅពេលដែលវាបង្កើតព្រឹត្តិការណ៍ហ្នឹងទៅប្រជាពលរដ្ឋភ្លុកទឹកភ្លុកដីទៅគិតថាស្រុកខ្មែរយើងនឹងវាអស់ចាណាស់វាអត់គណៈបកប្រឆាំងមួយក៏គេងតាំងពីមានគណៈបកប្រឆាំងអត់ដែលមានពិធីធំសម្បើមអញ្ចឹងដល់ពេលអត់គណៈបកប្រឆាំងគេរៀបចំឲ្យកាន់តែធំទៅហើយយូរទៅមានផ្អាកម្ដងដោយសារបញ្ហានេះបញ្ហានោះក៏ប៉ុន្តែធ្វើទៀតទៅហើយឆ្នាំនេះក៏ចង់ធ្វើឲ្យរត់តែធំទៀតដោយសារតែមានបញ្ហាចំនួនព្រំដែនកម្ពុជាថៃទុកម្លាយសិនទៅហើយសបាយសិនទៅព្រោះអីយើងវាចាប់ច្រើនហើយក៏ប៉ុន្តែបើយើងមើលពីផ្នត់គំនិតនៃនយោបាយគឺយើងឃើញថារដ្ឋាភិបាលកម្ពុជាមកដល់ពេលនេះការដែលតស៊ូមតិលើឆាកអន្តរជាតិយើងអត់បានជោគជ័យទេហើយយើងនិយាយចឹងរដ្ឋាភិបាលគេថាអត់ជោគជ័យមកគេធ្វើបានមកកណោគេទៅផ្សាយទូរទស្សន៍វិទ្យុអន្តរជាតិដូច Reuters Fox News Digital ទៅ AFP ទៅអីគេកង្រួនពេញពិភពលោកក៏គ្រាប់បរិមាណណូផងមិនគាត់ថាអត់ពិភពលោកអត់បានគិតពីអីពីរឿងយើងទេពិភពលោកអត់មានចំណែកអីជួយគិតខ្មែរទេក្រៅតែពីខ្មែរខ្លួនឯងគិតខ្លួនឯងដល់ពេលអញ្ចឹងយើងចិត្តតែធ្វើអីមួយដើម្បីលួងចិត្តដែរហើយខ្ញុំជឿថាមិនជាការខុសឆ្គងរបស់រដ្ឋាភិបាលទេនៅក្នុងការលួងចិត្តព្រោះរដ្ឋាភិបាលណាក៏គេធ្វើដូច្នេះដែរដើម្បីលួងចិត្តប្រជាពលរដ្ឋកុំឲ្យសោកសង្រេងមើលឃើញតែការបាត់ដីនឹងពេកទៅអញ្ចឹងបំណំគ្នាកំសាន្តសប្បាយខ្លះក៏វាធូរទ្រូងខ្លះដែរក៏ប៉ុន្តែជាសត្យានុម័តគឺដូចខ្ញុំបានជម្រាបអញ្ចឹងថានៅពេលដែលស្រុកមានទុកកើតកលយុគពិធីបុណ្យសពយើងអាចទៅរំធំបាសបានទេព្រោះអានេះជាសិលធម៌តែប៉ុណ្្នឹងឯងហើយមិនមែនថាអញ្ចឹងយើងឈប់ធ្វើប្រពៃពិធីបុណ្យចូលឆ្នាំខ្មែរនៅតែធ្វើបានដដែលអញ្ចឹងមកខ្ញុំថាលើកទឹកចិត្តថាបើពិធីសង្ក្រាន្តហ្នឹងធ្វើក៏ធ្វើទៅក៏ប៉ុន្តែយើងរំលឹកឲ្យឃើញអំពីការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងការជ្រោមជ្រែងលើកទឹកចិត្តឲ្យរដ្ឋាភិបាលតវ៉ាក្តីទៅឆាកអន្តរជាតិលើទៅប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិអីទៅវិញដូចថាយុត្តិវិដ៏ធំហ្នឹងគឺថ្លែងសារមួយឲ្យប្រជាពលរដ្ឋរួមសាមគ្គីជាតិមួយគឺជំរុញឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងអីអញ្ចឹងណាអាហ្នឹងគឺជារឿងមួយដែលលោកហ៊ុនម៉ាណែតក៏ថាធ្វើហ្នឹងដើម្បីបង្ហាញអំពីការផ្សះផ្សាជាតិសាមគ្គីជាតិចុះបើដើម្បីឲ្យល្អថ្ងៃចូលឆ្នាំខ្មែរហ្នឹងបើជ្រុលតែធ្វើឲ្យកកិតកក្រែងអញ្ចឹងដោះលែងអ្នកទោសមនសិការអស់ទៅ70 90នាក់ជិត100នាក់ហ្នឹងមានលៀងហ៊ីមានស្គុនធាមានរស្មីមានរដ្ឋានិងអីទាំងអស់ហ្នឹងហើយសុនស្រនឬកញ្ញាសេងធីរីលោកកម្មសុខាតែស្អីទម្លាក់ចោលបាត់ចោលលោករងឈុនលោកអីហ្នឹងទាំងអស់ទៅវាជាការល្អដែរមិនអញ្ចឹងទេបើថាចង់ស្អំចិត្តប្រជាពលរដ្ឋនេះជាឱកាសល្អហើយដើម្បីបង្ហាញសាមគ្គីដូចអ្វីដែលលោកហ៊ុនម៉ាណែតថាដើម្បីបង្ហាញសាមគ្គីជាតិរបស់យើងតាមពិតពិធីបុណ្យចូលឆ្នាំខ្មែរនេះមិនបាច់ថ្នាក់ដឹកនាំបង្ហាញសាមគ្គីជាតិអីទេព្រោះអីនៅលើពិភពលោកនេះខ្មែរណាក៏ដោយឲ្យតែជាខ្មែរឲ្យតែចូលបុណ្យចូលឆ្នាំខ្មែរគឺចាប់ផ្ដើមដឹងត្រៀមចិត្តត្រៀមកាយរួចទៅហើយថាអានេះគឺជាអត្តសញ្ញាណរបស់ជាតិយើងហើយអ្នកដែលបារម្ភជាងគេហើយចង់ប្រពៃពិធីនេះជាងគេអ្នកនៅស្រុកក្រៅនេះវិញឯងព្រោះអីគ្នាមកដល់ប្រទេសក្រៅហើយវាមានវប្បធម៌ប្រពៃណីគេវាជ្រៀតច្រើនពេកដូច្នេះយើងវាខ្លាចតែជាជនជាតិភាគតិចនៅលើដែនដីដទៃហើយដល់ចឹងទៅយើងខំប្រឹងគោរពថែទាំភ័យបារម្ភខ្លាចបាត់ណាស់ហើយប្រជាពលរដ្ឋស្រុកខ្មែរយើងដោយសារខ្មែរយើងជាដែនដីសវណ្ណភូមិរបស់យើងហើយដូច្នេះយុវជននឹងធ្វើក៏ធ្វើមិនធ្វើក៏ហីទៅហើយអ្នកដែលមែនតើទៅភ័យខ្លាចបាត់វប្បធម៌ប្រពៃណីជាងគេគឺបងប្អូនខ្មែរក្រៅឯនោះទៅវិញណាដែលគាត់រស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាមអីចឹងទៅចឹងគាត់ខំប្រឹងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ហ្នឹងគឺខ្លាចបាត់ណាស់អសរសាស្ត្រជាតិអីហ្នឹងគាត់ខំប្រឹងថែតែនៅកណ្ដាលនេះគឺភាគច្រើនគឺសបាយតាមរបៀបភ្លើនច្រើនជាងខ្ញុំចង់និយាយថាហើយក៏ងាយនឹងចាញ់បោកការបង្កើតព្រឹត្តិការណ៍នយោបាយរបស់អ្នកនយោបាយដែរ